Okចឹងការភ្ជាប់ sound card ទៅ computer គឺងាយស្រួលទេ sound card ទាំងអស់មកមានដុំ sound card មួយហើយខ្សែ USB មួយចឹងបងដោតវាខាងក្រោយនេះមក Type C ចូលមក A មកហើយពេលដោតហើយវាមានភ្លើងចេះចឹងវាដើរហើយអញ្ចឹងនៅលើ MacBook នេះវា load icon Scarlett នេះមកយើងចុចវាមកវានឹងចូលទៅ link website ដើមរបស់ក្រុមហ៊ុនចឹងយើងចុចតម្លើង driver ទៅចឹងរាល់ពេលដែលយើងទិញ Scarlett Solo នេះវាមាន key license មួយ serial ដែលយើងអាច register យក plug in យកកម្មវិធីផ្សេងៗ free ចឹងយើងចុច register ក៏បានមិនចាំបាច់ register ក៏បានដែរចឹងការដែលយើងតម្លើង driver របស់ Sound Card បងប្អូនបច្ចុប្បន្ននេះ Scarlett ដល់ចំនួនទី4ហើយចឹងយើងយក version មួយណាដែលបងប្អូនទិញចឹងដូចភ្ញៀវគាត់ទិញ Solo ចឹងយក Scarlett Solo មកហើយគាត់ប្រើនៅលើ MacBook ចឹង download driver សម្រាប់ Mac មកបើ Windows យើងរើសយក Windows ទៅចឹង file ពីរហ្នឹងវាផ្សេងគ្នាកូដផ្សេងគ្នាចឹងយើងរងចាំ download ចប់យើងចុចតម្លើងទៅចឹងវាស្គាល់ហើយយើងកែប្រភេទអីវាងាយស្រួលអាហ្នឹងគេហៅ control របស់ Scarlett ហ្នឹងអូខេក្រោយដែលយើងតម្លើង driver ចប់ហើយវានឹងបាន app មួយចឹងនេះ Focusrite Control គេយើង share ព័ត៌មានទៅហើយយើង update driver វារាល់ពេលដែលមានសង្កាត់ថ្មីគឺវា update ដែរអានេះគឺ firmware វាបញ្ចេញរហូតមកដើម្បីដោះស្រាយបញ្ហាមួយចំនួនហើយធ្វើឲ្យ quality របស់សង្កាត់នេះយើង record ទៅវាកាន់តែល្អចំពោះខ្សែ microphone នេះមួយនេះគឺយើងដោតទៅរុនសង្កាត់នេះមកអានេះគូកឈ្មោលអានេះ HL ឈ្មោលចឹងមកដោតខាងក្រោយមកការប្រើប្រាស់ដំបូងវាត្រូវការបង្ហាញឲ្យបងប្រើយូរទៅបងស្និទ្ធគេបន្តមកបងដោតជាមួយ microphone វាមានកលាជើងវាបាទក្លឹបគេហើយតោះមកដើម្បីឲ្យបងអាចប្រើប្រាស់បានឥឡូវនេះគឺយើងដោតវាអត់មានភ្លើងបញ្ជូនទៅ microphone ទេយើងត្រូវការបើកភ្លើងបងអាចប្រើប្រាស់នៅលើ sound card នេះក៏បានបងអាចប្រើនៅលើ control center នេះទៅតែដូចបញ្ជាក់ម្ដងទៀតយើងប្រើនៅលើ control center នេះវាស្រួលកំណត់ជាងអញ្ចឹងបងអាចចុច48វាបងបាទអូខេបងតេស្តសលេងអូខេអញ្ចឹងឥឡូវនេះវាលឺតិចឲ្យបងអាចមូលដៃនេះមានមូលតារាងហ្គេមនេះមកលេខ2មកបាទបងនិយាយទៀតមកវា live signal ទៀតបងទៀត1 2 3អូខេនេះឈុតកាសចឹងកាសបងក៏អត់ទាន់ចូលមក speaker ទេប្រហែលជាបងប្អូនស្ដាប់ទៅអត់ឮសលេងចេញមកក្រៅចូលតាមទូរស័ព្ទពេលបងអាចស្ដាប់កាសមួយដើម្បីបងតេស្តនិយាយមកឮសលេងផ្ទុំគេបងបើកហ្គេមណាបងនិយាយបងបើកតិចបន្ទាប់បងដើម្បីបងឮបងមូលសលេងបលិញកាសហើយបងចុចនេះកន្លែងពាក្យ direct នេះបាទបងចុចមកបងនិយាយមកបងកាសបងអាចតម្លើងសលេងទៀតដើម្បីអាចឮខ្លាំងឮតិចចឹងទៀតបងនិយាយឲ្យថែមទៀតបងលើគេលឿនបាទអញ្ចឹងនៅក្នុងនេះវាមាន direct ដែរអញ្ចឹងដឹងចូលមិនចូលយើងចង់ថែមមកវាខ្លាំងតិចនេះ game វានេះបងនិយាយមក playback យើងអាចតម្លើងវាទៀតបានហ្នឹងហើយលឿនហើយគេបងគាត់ភ្ជាប់មួយសង្កាត់មួយ FL ជ្រើសរើស driver សម្រាប់សង្កាត់សិនជាខ្ញុំបើក FL ឲ្យគាត់អញ្ចឹងដំបូងប្រហែលជាវាអត់ទាន់ស្គាល់ទេអញ្ចឹងដើម្បី set up driver មួយ FL យើងចូលទៅ option នេះមកបន្ទាប់មកវាមាន audio setting អូខេបន្ទាប់មកវាជាប់ default ហើយអញ្ចឹងវាអត់ទាន់ស្គាល់ FL ទេអញ្ចឹងយើងយក Scarlett Solo ចំនួនទី4មកអានឹង input ណាអូខេអញ្ចឹង auto close នេះខ្ញុំណែនាំកុំចុច auto ចេះឲ្យវាដោះមកដើម្បីយើងពេលយើងច្រៀងតែយើងចង់តនេយើងច្រៀង live ជាមួយ ភ្លេងរបស់គេនៅក្នុង YouTube ទៅវាអត់មានលឿនភ្លេងលឿនជាងយើងច្រៀងបើយើងចុច auto close ពេលយើងច្រៀងភ្លេងមួយ YouTube វាអាចសលេងដែលយើងច្រៀងហ្នឹងវាយើងជាងភ្លេងគេអញ្ចឹងយើងដោះអា close ទៅហើយ44និង48នេះមួយណាក៏បានដែរអីទេយើងយក44ទៅវាធូរម៉ាស៊ីនដែរបាទចំពោះការថតសលេងលើនៅកម្មវិធី FL នេះដោយសារគាត់ថ្មីអញ្ចឹងខ្ញុំត្រូវការបង្ហាញគាត់ថតវីដេអូទុកដើម្បីកុំឲ្យគាត់ភ្លេចអញ្ចឹងធម្មតាពេលយើងបើកមកវាចេញទាំង pattern track 1 2 3 4អញ្ចឹងមួយទៀតដើម្បីយើងរើស input sound card នេះអញ្ចឹង input ដែលយើងថតនេះវាលេខ2ខ្សែ microphone ណាអានេះគឺសម្រាប់លេខ1អានេះលេខ2នៅខ្សែ micro អញ្ចឹងយើងទៅកំណត់វាមកតង់ទៀតអញ្ចឹងខ្ញុំចុចនៅនេះចុចសញ្ញានេះ2នេះដូចអូនេះហើយយើងរើសយក track នេះគឺរបៀបដែលខ្ញុំបង្ហាញឲ្យងាយស្រួលទេអញ្ចឹងយើងរើសយក insert លេខ1មកសិនហើយបន្ទាប់មកនៅកន្លែងនេះបងរើសយក mono អញ្ចឹងការថតសលេងយើងយក input 2មកណា mono អញ្ចឹងប៉ុណ្្នឹងហើយបងអាច testing microphone មកវាមានលោតសញ្ញាឥឡូវបងសាកនិយាយមក1 2 3អញ្ចឹងសញ្ញានេះចូលហើយបើបងស្ដាប់កាសបងឮមក
បងពាក់កាសមក មួយពីរ អូខេលឺអញ្ចឹងមួយទៀតដែលខ្ញុំប្រាប់មុនថាបងបើក direct នេះផងហើយសលេងវាបញ្ចេញនៅក្នុង FL ផងពេលបងនិយាយទៅអាចលឺសលេងស្ទួន លុប ហ្នឹងហើយអាចសលេងស្ទួនដែរបងហ្នឹងហើយគេអញ្ចឹងយើងបិទអានេះមកដើម្បីកុំឲ្យលឺសលេងស្ទួនអញ្ចឹងពេលយើងច្រៀង record វាអារម្មណ៍យើងដែរជុំមិនសលេងមានពីរអញ្ចឹងយើងថតនៅ FL យើងប្រើតែ speaker audio របស់ FL ហ្នឹងទៅអញ្ចឹងម្ដងទៀត input យើងយកលេខ2ហើយយក mono អានេះសម្រាប់ microphone អូខេអរគុណរួចរាល់